សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ tool ចំនួន2ទី1គឺ cut tool ទី2គឺ split tool tool ទាំងពីរនេះគឺប្រើដើម្បីធ្វើការកាត់ media ដូចគ្នាក៏ប៉ុន្តែវាមានលក្ខណៈខុសគ្នាអញ្ចឹងក្រោយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូនអាចស្វែងយល់យ៉ាងច្បាស់លាស់ពីការប្រើប្រាស់ទៅលើ tool ទាំងពីរហ្នឹងហើយសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Camtasia អូខេអញ្ចឹងខ្ញុំធ្វើការទាញ media ដាក់ចូលនៅក្នុង project ឥឡូវខ្ញុំទាញ media មួយជាជា video clip បងមើលអញ្ចឹងដល់ពេលណាដែលយើងcut ឬក៏យើង split វាអាស្រ័យទៅលើ playhead នេះplayhead នៅកន្លែងណាគឺយើងនឹងធ្វើការ split នៅកន្លែងហ្នឹងអញ្ចឹងសម្រាប់មេរៀននេះគឺខ្ញុំផ្ដោតសំខាន់តែទៅលើ cut ហើយនិង split មេរៀនក្រោយបន្តទៅទៀតគឺខ្ញុំរៀនអំពីរបៀបនៃការប្រើទៅលើអាពីរនេះអញ្ចឹងនៅក្នុងនោះវាមាននេះអានេះគឺចូលអានេះគឺចេញអូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើការបញ្យល់ទៅតូនជាមួយនឹងការប្រើប្រាស់ទៅលើ cut សិនអញ្ចឹង cut គឺវាស្តៀងជាមួយនឹងកម្មវិធីផ្សេងៗទៀតដែរឥឡូវខ្ញុំចង់ cut ខ្ញុំដាក់រូបភាពមួយទៀតដាក់ clip មួយទៀតអញ្ចឹងខ្ញុំដាក់មួយនេះអូខេខ្ញុំទាញមកលើនេះអូខេឥឡូវត្រឹមនេះដល់ត្រឹមនេះអញ្ចឹងខ្ញុំចង់ cut តែកណ្ដាលហ្នឹងចេញអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការទាញនេះអញ្ចឹង clip វីដេអូដែលមានរយៈពេលចាប់ពីពណ៌ green នេះមកដល់ពណ៌ក្រហមហ្នឹងបើសិនបើយើងចង់ cut គឺវានឹងធ្វើការកាត់ចេញពីកន្លែងហ្នឹងអូខេយើងកាត់ចេញពីកន្លែងហ្នឹងមកហើយវាភ្ជាប់គ្នាអសល់ខាងនេះហើយនៅខាងនេះគឺវាជាប់គ្នាតែយើងមើល tool នេះចឹងយើង click មកយើងយកពាក្យថា cut អញ្ចឹងគឺវាកាត់ clip នឹងកន្លែងត្រង់ចំណុចនេះហើយយើងអាចមើលឃើញតំណវានេះយើងឃើញតំណវាជាតំណនេះបញ្ជាក់ថា clip នឹងត្រូវបាន cut ឥឡូវខ្ញុំ back វិញខ្ញុំ back វាមកវិញឥឡូវខ្ញុំចង់ cut កន្លែងនេះប្រវាយនេះឧទាហរណ៍ខ្ញុំចង់ cut វាត្រឹមហ្នឹងចឹងខ្ញុំ click ទៅលើនេះមកគឺវានឹងកាត់ចោលនៅកន្លែងហ្នឹងហើយវាទាញ clip ហ្នឹងផ្សារជាប់គ្នានៅកន្លែងហ្នឹងអូខេអាហ្នឹងគឺតើតូនជាមួយនឹងការ cut ឥឡូវមួយទៀតតើតូនជាមួយនឹងការ split ស្តៀងគ្នាដែរប៉ុន្តែវាអត់ធ្វើការបង្រួមរយៈពេលនៃ clip ហ្នឹងទេគឺវាទុកដដែលក៏ប៉ុន្តែវាដាច់ចេញពីគ្នាអញ្ចឹងយើងមើលនៅកន្លែងនេះយើង click វាមកអូខេយើងមើលថាវាដាច់ទេរយៈពេលគឺនៅដូចគ្នាបើសិនបន្តមកគឺរយៈពេលនៅដដែលក៏ប៉ុន្តែវាដាច់ចេញពីគ្នាឥឡូវខ្ញុំចង់ធ្វើការ split នេះទៀតណាអញ្ចឹងវាដូចឡាមអញ្ចឹងឡាមយើងយកទៅដាក់នៅកន្លែងណាយើងខាត់ទៅកន្លែងណាគឺវាដាច់ទៅត្រឹមនោះក៏ប៉ុន្តែរយៈពេលវាឬក៏វីដេអូនោះគឺវានៅដដែលគ្រាន់តែវាបែកចេញពីគ្នារីឯខាត់ខុសគ្នាអញ្ចឹងខាត់វាទាញរកតំបន់ឬក៏រយៈពេលនៃ clip កន្លែងណាមួយដែលយើងចង់ធ្វើការខាត់វាចេញគឺយើង click វាមកគឺវានឹងធ្វើការ cut អូខេអញ្ចឹងតកតងជាមួយនឹងនេះគឺ clip ប្រភេទclip video ឥឡូវខ្ញុំធ្វើការលុបចេញឥឡូវខ្ញុំអូសវាដាក់កន្លែងណាមួយខ្ញុំ select ខ្ញុំទាញវាដាក់ខាងមុខនេះហើយខ្ញុំទាញវា select វាម្ដងទៀតខ្ញុំទាញវាដាក់នៅខាងនេះហើយរូបភាពគឺវាអត់មានការប្រែប្រួលទេយើងទោះបីរូបភាពនឹងរយៈពេលវាខ្លីក៏ដោយគឺយើងអាចទាញវាវែងទៅតាមរយៈពេលដែលយើងចង់បានអូខេចឹងយើងចង់បានប្រវែងប៉ុណ្ណាយើងទាញបរិយាវាប៉ុណ្ណឹងហើយយើងទាញរួមវិញ click ទាញចូលទៅមកហើយយើងមើលនេះ click ទាញយើងយក cursor ដាក់នៅខាងចុងនេះចេញសញ្ញាព្រួយរបៀបនេះមកយើងទាញវាឆ្វេងស្ដាំពលាវាទៅមកក៏ប៉ុន្តែសម្រាប់ clip អត់ទេ clip បើសិនបើវារយៈពេលវាប៉ុណ្ណាប្រវែងវាប៉ុណ្ណាបើសិនបើយើងទាញរួមបានតែបើយើងទាញបរិយាវិញគឺវាអត់បានឧទាហរណ៍នេះចឹងអញ្ចឹងគឺវាប៉ុណ្ណាអញ្ចឹងបើសិនបើយើងទាញវាឃើញទេវាអត់ឲ្យនេះទាញវាគឺវាអត់ឲ្យតែបើសិនបើទាញរួមចូលគឺវាឲ្យឃើញទេ
តែបើយើងទាញវាបរិចេញបើសិនបើប្រវែងវា original ប៉ុណ្ណាគឺវានៅតែប៉ុណ្ណឹងអូខេតែនេះសាច់យើងកាត់ចេញអញ្ចឹងវាអត់ដូចប្រវែង original របស់វាឥឡូវខ្ញុំលុបចេញខ្ញុំ select ហើយខ្ញុំ right click ខ្ញុំចុច delete ឥឡូវឧទាហរណ៍នេះខ្ញុំចង់បានខ្ញុំមើលប្រវែងរបស់វាខ្លីខ្ញុំចង់បានដាក់ដល់នេះខ្ញុំទាញដាក់ cursor អញ្ចឹងមកទាញអញ្ចឹងវាអត់ទៅណាទេបើប្រវែងវាប៉ុណ្ណឹងតែបើយើងទាញព្រមវិញបាននេះកាត់វាខ្លីទៅអញ្ចឹងបើសិនបើដាក់ប៉ុណ្ណេះគឺវា play ប៉ុណ្ណឹងពេលវាលេងដល់ត្រឹមហ្នឹងគឺវាអស់ហើយប៉ុន្តែប្រវែង original របស់វាគឺនៅតែមួយទៀតយើងអាចទាញបរិយាវាមកអានេះប្រវែង original វាអញ្ចឹងបើសិនបើយើងចង់ទាញពលាទៅទៀតគឺវាអត់ទេទេសាយអាហ្នឹងអា zin របស់វាអញ្ចឹងគឺវានៅតែប៉ុណ្ណឹងអូខេអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់ទៅលើ split tool គឺ shortcut របស់វាគឺ Alt F ឥឡូវថាខ្ញុំចង់បំបែកវាត្រង់ចំណុចហ្នឹងគឺខ្ញុំចុចលើ Alt F មកនេះគឺវាកាត់ទៅវានេះបំបែកឲ្យយើងអានេះគឺសូមខ្ញុំចុចទៅលើ Alt F គឺវាផ្ដាច់ទៅយើងណារីឯមួយទៀតតកតងនឹង cut គឺយើងប្រើប្រាស់អីគេ control បូកជាមួយនឹង Alt X ឥឡូវឧទាហរណ៍ថាអញ្ចឹងរូបភាពបើសិនបើរូបភាពយ៉ាងម៉េចគឺវាបង្ហាញប៉ុណ្ណឹងយើងអាចធ្វើការកាត់កន្លែងណាចេញបានហើយឧទាហរណ៍យើងប្រើប្រាស់ទៅលើគេលើ crop tool នេះហ្នឹងបានតែឧទាហរណ៍យើងឃើញរូបភាពនឹងវែងយើងអត់ចង់ឃើញឧទាហរណ៍អត់ចង់ឃើញផ្នែកនេះយើងកាត់វាហើយគឺវានៅដដែលនឹងទៅតរូបភាពឥឡូវខ្ញុំលុបចេញខ្ញុំចូលទៅមួយទៀតទៅនឹងសំឡេងគឺមិនខុសពី click ទេឥឡូវខ្ញុំទាញដាក់ចូលឧទាហរណ៍ខ្ញុំ play កន្លែងណាសំឡេងកន្លែងណាមួយដែលខ្ញុំអត់ចង់បានឬក៏ខ្ញុំចង់ split វាខ្ញុំទាញ head indicator ដាក់កន្លែងណាមួយខ្ញុំចង់កាត់វាទៅនេះអញ្ចឹងគឺខ្ញុំចុចទៅលើ slide មកនេះវាដាក់ទៅមើលតែឧទាហរណ៍ថានៅពេលដែលយើងផ្លាច់វាទៅមើលឧទាហរណ៍ថានៅក្នុងនេះ click សំឡេងនេះខ្ញុំចង់កាត់វាខ្ញុំទាញអានេះទាញ break ព្រមវាមកកន្លែងណាប្រវែងណាដែលយើងចង់បានយើងចង់ធ្វើការកាត់ចេញហ្នឹងគឺយើងអាចចុចទៅលើកន្លែងនេះក៏បានឬក៏យើងប្រើប្រាស់ទៅលើ control bonus X ចុច control bonus X មកគឺវាធ្វើការខាត់ឲ្យយើងតែម្ដងហើយវាទាញចូលគ្នាអញ្ចឹងបងប្អូនប្រហែលជាស្គាល់អំពីរបៀបខាត់ហើយនិង split វាបបែកចេញប៉ុន្តែរយៈពេលគឺវានៅដដែលគ្រាន់ថាវាបបែក clip នោះគឺជាកង់រីឯខាត់អត់ទេគឺយើងខាត់ចេញនៅតំបន់ណាមួយវាទាញបញ្ចូលគ្នាឲ្យ clip ទាំងពីរហ្នឹងគឺវាចូលគ្នាឥឡូវខ្ញុំបន្ថែមទៅឧទាហរណ៍ខ្ញុំចង់ធ្វើការខាត់ត្រង់នេះខ្ញុំទាញអានេះអូខេហើយខ្ញុំ click ទៅលើ control នេះក៏បានឬ click នេះក៏បានជាឃើញគឺវាបរួមមកយើងអូខេអញ្ចឹងខ្ញុំគិតថាបងប្អូននឹងយល់អំពីរបៀបនៃការប្រើប្រាស់ទៅលើ split ហើយនិង cut tool ទាំងពីរហ្នឹងគឺប្រើដើម្បីធ្វើការកាត់ទៅលើ media ទាំងពីរគ្រាន់តែថា cut គឺវាបរួមប្រវែងនៃ click រីឯ split គឺយើងកាត់ប្របែកវាជាកង់ទៅតាមតំបន់ឬក៏ទីកន្លែងដែលយើងចង់បានអញ្ចឹងសូមអរគុណសូមជម្រាបលា